ប្រធានាធិបតី Donald Trump របស់សហរដ្ឋអាមេរិកបានប្រមានចំពោះរុស្ស៊ីក្រោយពីរុស្ស៊ីបានធ្វើការសាកល្បងនៅប្រភេទអាវុធដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរដ៏ខ្លាំងក្លាលោកប្រធានាធិបតីអាមេរិក Donald Trump បានចេញការព្រមានដ៏ខ្លាំងក្លាមួយទៅកាន់លោក Vladimir Putin កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះបន្ទាប់ពីរុស្ស៊ីបានអួតអំពីការសាកល្បងមីស៊ីលដោយនុយក្លេអ៊ែរថ្មីថាមិនអាចយកឈ្នះបាននៃប្រទេសរបស់លោក Trump បានប្រាប់ក្រុមនាយកព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃច័ន្ទខណៈលោកធ្វើដំណើរទៅកាន់ប្រទេសជប៉ុនថាពួកគេដឹងហើយថាពួកលោកមាននាវាមួយទឹកនុយក្លេអ៊ែរដែលជានាវាមួយទឹកដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោកនៅក្បែរឆ្នេរសមុទ្ររបស់ពួកគេលោកបាននិយាយបន្ទាប់ពីលោកពូទីនកាលពីថ្ងៃអាទិត្យបានសាទរលើការហោះហើរសាកល្បងរយៈចម្ងាយ 8,700 ម៉ាយល៍រយៈពេល 15 ម៉ោងសម្រាប់មីស៊ីលដើរដោយថាមពលនុយក្លេអ៊ែរដែលមានតែមួយគត់របស់រុស្ស៊ីដែលត្រូវបានគេហៅថា Flying Chernobyl ដែលប្រទេសនេះនិយាយថាអាចវាយប្រហារគោលដៅនានានៅសហរដ្ឋអាមេរិកយោងតាមសន្ទរកថាដែលចេញផ្សាយដោយវិមានក្រំឡាំងកាលពីថ្ងៃអាទិត្យកន្លងទៅថ្លែងនៅក្នុងសម្ភារបំពាក់យោធានៅកិច្ចប្រជុំជាមួយមេទ័ពដែលទទួលបន្ទុកលើសង្គ្រាមនៅអ៊ុយក្រែនលោកពូទីនបាននិយាយថាមីស៊ីលនេះជាវត្ថុតែមួយគត់ដែលគ្មាននរណាម្នាក់លើពិភពលោកមាននោះឡើយលោកបន្ថែមថាពួកលោកត្រូវកំណត់ការប្រើប្រាស់ដ៏មានសក្តានុពលនិងចាប់ផ្ដើមរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដាក់ពង្រាយអាវុធនេះនៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីលោកប្រធានាធិបតី Trump បានបន្តទៀតថាពួកគេមិនលេងហ្គេមជាមួយពួកលោកទេពួកលោកក៏មិនលេងហ្គេមជាមួយពួកគេដែរមុនពេលលោកបានទាមទារម្ដងទៀតឲ្យលោកពូទីនបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនដោយយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times គឺជំនួបកំពូលដែលត្រូវបានគ្រោងទុករវាងប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងលោក Vladimir Putin នៅក្នុងប្រទេសហុងគ្រីត្រូវបានលុបចោលកាសែត Financial Times បានរាយការណ៍នៅថ្ងៃសុក្រទី 31 ខែតុលាថាសហរដ្ឋអាមេរិកបានលុបចោលកិច្ចប្រជុំកំពូលដែលគ្រោងទុកនៅទីក្រុងបុយដាប៉េស្តប្រទេសហុងគ្រីរវាងលោកប្រធានាធិបតី Trump និងសមាភាគីរុស្ស៊ីលោក Vladimir Putin បន្ទាប់ពីទីក្រុងមូស្គូបានបញ្ជូនសារបញ្ជាក់ជំហរមើងម៉ាត់របស់ខ្លួនលើការទាមទារយ៉ាងរឹងរូសទាក់ទងនឹងអ៊ុយក្រែនសារព័ត៌មានដដែលនេះបាននិយាយដោយសំអាងដល់ប្រភពដែលដឹងពីបញ្ហានេះថាការសម្រេចចិត្តលុបជំនួបក៏បានធ្វើឡើងបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទដ៏តានតឹងរវាងប្រមុខការទូតនៃប្រទេសទាំងពីររបាយការណ៍នេះមិនទាន់អាចត្រូវបញ្ជាក់ភ្លាមៗទេហើយសេតវិមាននិងភាគីរុស្ស៊ីក៏មិនអត្ថាធិប្បាយនោះដែរផែនការសម្រាប់កិច្ចប្រជុំកំពូលលើកទី2នៅទីក្រុងរបស់ប្រទេសហុងគ្រីក្នុងខែតុលារវាងលោកត្រាំនិងលោកពូទីនត្រូវបានផ្អាកបន្ទាប់ពីមន្ត្រីអាមេរិកបង្ហើបថាទីក្រុងមូស្គូនៅតែទទូចលើកសារទាមទាររបស់ខ្លួនរួមទាំងការឲ្យអ៊ុយក្រែនប្រគល់ទឹកដីបន្ថែមទៀតជាលក្ខខណ្ឌសម្រាប់បទឈប់បាញ់សេចក្តីរាយការណ៍របស់ RT បានលើកឡើងថាប៉ុន្មានថ្ងៃបន្ទាប់ពីលោកត្រាំនិងលោកពូទីនយល់ព្រមជួបគ្នានៅរដ្ឋធានីហុងគ្រីដើម្បីពិភាក្សាពីវិធីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនក្រសួងការបរទេសរុស្ស៊ីបានផ្ញើអនុសារណៈមួយទៅកាន់ទីក្រុងវ៉ាស៊ីនតោនដោយគូបញ្ជាក់ពីការទាមទារដដែលដើម្បីដោះស្រាយនៅអ្វីដែលលោកពូទីនហៅថាមូលហេតុឬគល់នៃចំនួនដែលរួមមានសម្បទានទឹកដីការបន្ថយទំហំកម្លាំងប្រដាប់អាវុធអ៊ុយក្រែននិងធានាថាទីក្រុងគៀវនឹងមិនចូលសម្ព័ន្ធយោធា NATO នោះឡើយរឿងបញ្ហាសន្តិភាពអ៊ុយក្រែននេះបេសកជនពិសេសរបស់លោកពូទីនបានលើកឡើងថាសន្តិភាពអ៊ុយក្រែនអាចនឹងកើតមានឡើងនៅក្នុងពេល1ឆ្នាំទៀតបេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin លោក Kirill Dmitriev បានប្រាប់សន្និសីទវិនិយោគមួយនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតថាសង្គ្រាមនៅអ៊ុយក្រែននឹងបញ្ឈប់ក្នុងរយៈពេល1ឆ្នាំចាប់ពីពេលនេះតទៅការថ្លែងបែបនេះរបស់លោក Dmitriev មានឡើងបន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយក្រុមមន្ត្រីមកពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump នៅសហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍មុនដំណើរទស្សនកិច្ចរបស់លោកបានធ្វើឡើងបន្ទាប់ពីមានការប្រកាសថាជំនួបកម្ពុជារវាងលោកត្រាំនិងលោកពូទីនត្រូវបានពន្យាពេលលោក Dmitriev ដែលជានាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ីបានប្រាប់ទស្សនិកជននៅរដ្ឋធានីរីយ៉ាតរបស់អារ៉ាប៊ីសាអូឌីតថាពួកលោកប្រកាសថាពួកលោកស្ថិតនៅលើផ្លូវទៅកាន់សន្តិភាពហើយក្នុងនាមជាអ្នកបង្កើតសន្តិភាពពួកលោកត្រូវធ្វើឲ្យកើតឡើងនៅពេលសួរថាតើសន្តិភាពនៅអ៊ុយក្រែនអាចទៅរួចទេក្នុងរយៈពេល1ឆ្នាំលោក Dmitriev បាននិយាយថារូបលោកជឿជាក់ដូចនេះ
ខណៈនៅសហរដ្ឋអាមេរិកលោក Dmitriev បាននិយាយថាប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិកជិតដល់ដំណោះស្រាយការទូតលើសង្គ្រាមនេះហើយលោកថាបច្ចុប្បន្ននេះមនុស្សកំពុងផ្ដោតលើចំនួននៅក្នុងតំបន់ដែលមានជាមួយរុស្ស៊ីតែពួកលោកមិនចង់ឲ្យចំនួនរីករាលដាលកាន់តែធំទៀតទេហើយអ្វីដែលពួកលោកត្រូវធ្វើឲ្យបានកាន់តែល្អជាងអ្វីដែលពួកលោកកំពុងធ្វើនៅពេលនេះគឺទប់កុំឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរជាងនេះទៀតទស្សនិកជនបេសកជនរបស់លោក Vladimir Putin មេដឹកនាំរុស្ស៊ីបានលើកឡើងថាសន្តិភាពអ៊ុយក្រែនអាចនឹងកើតមានឡើងនៅក្នុងពេល1ឆ្នាំខាងមុខទៀតនេះបេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin លោក Kirill Dmitriev បានប្រាប់សន្និសីទវីដេអូមួយនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតថាសង្គ្រាមនៅអ៊ុយក្រែននឹងបញ្ឈប់ក្នុងរយៈពេល1ឆ្នាំចាប់ពីពេលនេះតទៅការថ្លែងបែបនេះរបស់លោក Dmitriev បានកើតឡើងបន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយនឹងក្រុមមន្ត្រីមកពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump នៅអាមេរិកកាលពីចុងសប្តាហ៍មុនដំណើរទស្សនកិច្ចរបស់លោកបានធ្វើឡើងបន្ទាប់ពីមានការប្រកាសថាជំនួបកំពូលរវាងលោក Trump និងលោក Putin ត្រូវបានពន្យាពេលលោក Dmitriev ដែលជានាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ីបានប្រាប់ទស្សនិកជននៅរដ្ឋធានី Riyadh របស់អារ៉ាប៊ីសាអូឌីតថាពួកលោកប្រកាសថាពួកលោកស្ថិតនៅលើផ្លូវទៅកាន់សន្តិភាពហើយនៅក្នុងនាមជាអ្នកបង្កើតសន្តិភាពពួកលោកត្រូវធ្វើឲ្យវាកើតឡើងនៅពេលសួរថាតើសន្តិភាពនៅអ៊ុយក្រែនអាចទៅរួចទេនៅក្នុងរយៈពេល1ឆ្នាំលោក Dmitriev បាននិយាយថារូបលោកជឿជាក់ដូចនេះខណៈនៅសហរដ្ឋអាមេរិកលោក Dmitriev បាននិយាយថាប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិកជិតដល់ដំណោះស្រាយការទូតលើសង្គ្រាមនេះហើយលោកថាបច្ចុប្បន្ននេះមនុស្សកំពុងផ្ដោតលើចំនួនក្នុងតំបន់ដែលមានជាមួយរុស្ស៊ីតែពួកលោកមិនចង់ឲ្យចំនួននេះរីករាលដាលកាន់តែធំទៀតទេហើយអ្វីដែលពួកលោកត្រូវធ្វើឲ្យបានកាន់តែល្អជាងអ្វីដែលពួកលោកកំពុងធ្វើពេលនេះគឺទប់កុំឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតអ្វីដែលជាការតាមដានបន្ថែមទៀតគឺការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងការប្រគល់ឲ្យសម្រាប់ការប្រើប្រាស់នៅមីស៊ីលរយៈចម្ងាយឆ្ងាយ Thomas Hawk ទៅអ៊ុយក្រែនឬក៏យ៉ាងណាប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថាសម្រាប់ពេលនេះលោកមិនកំពុងពិចារណាលើកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យអ៊ុយក្រែនទទួលបាននៅមីស៊ីលរយៈចម្ងាយឆ្ងាយ Thomas Hawk សម្រាប់ប្រើប្រាស់ប្រឆាំងនឹងរុស្ស៊ីនោះទេការថាធិបាយចុងក្រោយបង្អស់របស់ប្រធានាធិបតីរូបនេះបង្ហាញថាលោកនៅតែមានភាពស្ទាក់ស្ទើរមកទល់នឹងពេលនេះលោកត្រាំមានភាពត្រជាក់ស្របចំពោះផែនការដែលថាសហរដ្ឋអាមេរិកលក់មីស៊ីល Thomas Hawk ទៅឲ្យប្រទេស NATO រួចហើយក៏នឹងផ្ទេរសព្វាវុធទាំងនេះទៅឲ្យអ៊ុយក្រែនដោយនិយាយថាលោកមិនចង់ធ្វើឲ្យសង្គ្រាមកាន់តែធ្ងន់ធ្ងរឡើងនោះទេនៅពេលត្រូវអ្នកសារព័ត៌មានសាកសួរថាតើលោកកំពុងពិចារណាលើកិច្ចព្រមព្រៀងលក់មីស៊ីលនេះឬយ៉ាងណាលោកត្រាំបានឆ្លើយប្រាប់ថាទេមិនមែននោះទេយ៉ាងណាមិញលោកក៏បានផ្ដល់ក្តីសង្ឃឹមបន្តិចបន្តួចថាលោកអាចបដូរចិត្តបានគ្រប់ពេលលោកត្រាំនិងប្រធានអង្គការ NATO លោក Mark Rutte បានពិភាក្សាគំនិតពាក់ព័ន្ធនឹងមីស៊ីល Thomas Hawk នេះនៅក្នុងជំនួបសេតវិមានកាលពីថ្ងៃទី22ខែតុលាលោក Rutte បាននិយាយនៅថ្ងៃសុក្រសប្តាហ៍មុនថាបញ្ហានេះកំពុងស្ថិតក្រោមការត្រួតពិនិត្យហើយគ្រប់យ៉ាងអាស្រ័យលើអាមេរិកជាអ្នកសម្រេចគួរដឹងថាមីស៊ីល Thomas Hawk មានរយៈចម្ងាយដល់ទៅ 2500 គីឡូម៉ែត្រដែលឆ្ងាយល្មមអាចបាញ់ចូលជ្រៅក្នុងទឹកដីរុស្ស៊ីរួមទាំងទីក្រុងមូស្គូផងដែរប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានទទូចសុំមីស៊ីលនេះជាយូរមកហើយប៉ុន្តែវិមានក្រុមឡើងបានប្រមានប្រឆាំងនឹងការផ្ដល់ Thomas Hawk ណាមួយដល់អ៊ុយវិមានក្រុមឡើងបាននិយាយថាមិនចាំបាច់រៀបចំជំនួបរវាងលោក Putin និង Trump ឆាប់នោះទេអ្នកនាំពាក្យវិមានក្រុមឡើងគឺលោក Dmitry Peskov បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថាពុំចាំបាច់រៀបចំជំនួបឆាប់រហ័សរវាងប្រធានាធិបតីរុស្ស៊ី Putin និងប្រធានាធិបតីអាមេរិក Donald Trump នោះទេទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថាការរៀបចំជំនួបបែបនេះភ្លាមៗគឺអាចធ្វើទៅបានប៉ុន្តែវាមិនចាំបាច់ទេលោក Peskov បាននិយាយបន្ថែមថានៅពេលនេះអ្វីដែលចាំបាច់គឺការងារផ្ដោតសំខាន់ស្ដីអំពីព័ត៌មានលម្អិតនៃបញ្ហាដំណោះស្រាយនៅប្រទេសអ៊ុយក្រែនបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយលោក Putin កាលពីថ្ងៃទី16ខែតុលាលោក Trump បាននិយាយថាមេដឹកនាំទាំងពីរនឹងជួបគ្នាក្នុងពេលឆាប់ៗនៅទីក្រុង Budapest ប្រទេសហុងគ្រីកាលពីថ្ងៃ22ខែតុលាលោក Trump បាននិយាយថាលោកបានលុបចោលជំនួបដែលបានគ្រោងទុកនោះដោយនិយាយថាជំនួបនេះគឺមិនសមស្របសម្រាប់ខ្ញុំទេកាលពីពេលមុនលោក Putin បាននិយាយថាជំនួបនៅទីក្រុង Budapest ទំនងជាត្រូវបានពន្យាពេលជាងដែលត្រូវបានលុបចោលហើយវាគឺជាសហរដ្ឋអាមេរិកដែលផ្ដួចផ្ដើមគំនិតជំនួបកម្ពុជានេះកាលពីថ្ងៃទី26ខែតុលាកន្លងទៅរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ីគឺលោក Sergey Lavrov ក៏បាននិយាយថា
អនាគតនៃទំនាក់ទំនងផ្ទាល់ស្ថិតនៅក្នុងកម្រិតខ្ពស់បំផុតនិងអាស្រ័យទៅលើភាគីសហរដ្ឋអាមេរិក និយាយអំពីបញ្ហាសង្គ្រាមរវាងប្រទេសអ៊ីស្រាអែលនិងក្រុមហាម៉ាស់ប៉ាឡេស្ទីនវិញម្ដងគេបានមើលឃើញអំពីការវាយប្រហារថ្មីពីសំណាក់យោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់កាហ្សាបណ្ដាលឲ្យមានមនុស្សស្លាប់ច្រើនបើទោះបីជាបន្តអនុវត្តបទឈប់បាញ់ក៏ដោយយោធារបស់ប្រទេសអ៊ីស្រាអែលបានអនុវត្តការវាយប្រហារដល់បង្ហូរឈាមមួយផ្សេងទៀតនៅភាគខាងជើងតំបន់កាហ្សាបើទោះបីជាអះអាងថានឹងបន្តបទឈប់បាញ់ដ៏ផុយស្រួយក៏ដោយដែលបានធ្វើឲ្យរង្គោះរង្គើរួចទៅហើយពីរលកនៃការទម្លាក់គ្រាប់បែកយោងតាមមន្ត្រីមន្ទីរពេទ្យ Al-Shifa បានឲ្យដឹងថាការវាយប្រហារតាមអាកាសចុងក្រោយរបស់អ៊ីស្រាអែលកាលពីថ្ងៃពុធបានកាត់ឡើងនៅក្នុងទីក្រុង Bet Lahia តំបន់កាហ្សាដោយបានសម្លាប់មនុស្សច្រើនអ្នកអ៊ីស្រាអែលអះអាងថាខ្លួនបានកំណត់គោលដៅលើទីតាំងរក្សាទុកសភាវុធដែលបង្កការគំរាមកំហែងភ្លាមៗដល់កងទ័ពរបស់ខ្លួនបន្ទាប់ពីសេចក្តីរាយការណ៍ពីការសម្លាប់ទាហានអ៊ីស្រាអែលម្នាក់នៅក្នុងទីក្រុងរ៉ាហ្វាភាគខាងត្បូងតំបន់កាហ្សាកាលពីថ្ងៃអង្គារនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាឲ្យធ្វើការវាយប្រហារសងសឹកនៅតំបន់កាហ្សាដ៏ខ្លាំងក្លាអាជ្ញាធរសុខាភិបាលតំបន់កាហ្សាបាននិយាយថាការវាយប្រហារបានបណ្ដាលឲ្យមនុស្ស104នាក់ស្លាប់ដែលភាគច្រើនជាស្ត្រីនិងកុមារអ៊ីស្រាអែលបានអះអាងថាការវាយប្រហាររបស់ខ្លួនបានកំណត់គោលដៅលើអ្នកប្រយុទ្ធរបស់ក្រុមហាម៉ាស់ដែលបានសម្លាប់មនុស្សរាប់សិបនាក់ហើយក្រោយមកបាននិយាយថាខ្លួននឹងចាប់ផ្ដើមអនុវត្តបទឈប់បាញ់ម្ដងទៀតកាលពីរសៀលថ្ងៃពុធប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានទទូចថាបទឈប់បាញ់មិនស្ថិតនៅក្នុងហានិភ័យទេទោះបីជាមានការវាយប្រហារចុងក្រោយនេះក៏ដោយបានជំរុញឲ្យគ្រប់ភាគីទាំងអស់សូមកុំឲ្យសន្តិភាពរបូតចេញពីដៃក្រោយអ៊ីស្រាអែលវាយប្រហារថ្មីៗលើកាហ្សាសម្រាប់មនុស្សប្រមាណជា100នាក់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធទី29ខែតុលាបានហៅការស្លាប់នៅក្នុងការវាយប្រហារយោធាថ្មីរបស់អ៊ីស្រាអែលលើតំបន់កាហ្សាថាគួរឲ្យរន្ធត់ខណៈដែលជំរុញឲ្យភាគីទាំងអស់ជួយកុំឲ្យសន្តិភាពរបូតចេញពីដៃអ៊ីស្រាអែលបាននិយាយថាខ្លួនបានវាយប្រហារទៅលើគោលដៅរបស់ក្រុមហាម៉ាស់រាប់សិបកន្លែងបន្ទាប់ពីការស្លាប់របស់ទាហានម្នាក់ដោយរុញឲ្យតំបន់កាហ្សាស្ទ្រីបជួបប្រទះការទម្លាក់គ្រាប់បែកទាំងយប់ដ៏សាហាវបំផុតចាប់តាំងពីបទឈប់បាញ់សម្រាប់សម្រួលដោយអាមេរិកចូលជាធរមានកាលពីថ្ងៃទី10ខែតុលាប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិគឺលោក Volker Turk បាននិយាយថាការវាយប្រហារត្រូវបានរាយការណ៍ថាបានចំលើសាលារៀនផ្ទះសម្បែងនិងតង់ជាទីកន្លែងដែលជនភៀសខ្លួនរស់នៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថារបាយការណ៍នេះនិយាយថាជនជាតិប៉ាឡេស្ទីន104នាក់ត្រូវបានសម្លាប់ទាំងយប់នៅក្នុងរលកនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលភាគច្រើនទៅលើអគារលំនៅឋានជម្រកតង់និងសាលារៀននៅទូទាំងតំបន់កាហ្សាបន្ទាប់ពីការស្លាប់របស់ទាហានអ៊ីស្រាអែលហាម៉ាស់បានប្រគល់នៅសាកសពចំណាប់ធ្នូចំនួន2នាក់បន្ថែមទៀតឲ្យប្រទេសអ៊ីស្រាអែលខណៈដែលបទឈប់បាញ់ដ៏ផុយស្រួយក្រុមហាម៉ាស់បានប្រគល់នៅបាសាសពចំណាប់ធ្នូអ៊ីស្រាអែលចំនួន2នាក់ទៀតកាលពីថ្ងៃប្រហោះរយៈពេល1ថ្ងៃបន្ទាប់ពីបទឈប់បាញ់នៅតំបន់កាហ្សាត្រូវបានរង្គោះរង្គើដោយការវាយប្រហារដល់បង្ហូរឈាមរបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ៊ុំព័ទ្ធនេះអ៊ីស្រាអែលក៏បានបញ្ជាក់ពីអត្តសញ្ញាណសពចំណាប់ធ្នូ2នាក់នេះដែលខ្លួនបានទទួលពីក្រុមហាម៉ាស់តាមរយៈការក្បាលក្រហមនៅកាហ្សាយោធាអ៊ីស្រាអែលកាលពីយប់ថ្ងៃប្រហោះបាននិយាយថាសាកសពចំណាប់ធ្នូឈ្មោះថាអាប៊ីរ៉ាំកូពើនិង Zaha Barach ត្រូវបានបញ្ជូនទៅបញ្ចុះបន្ទាប់ពីកំណត់អត្តសញ្ញាណរួចដែលក្រោមកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនេះក្រុមហាម៉ាស់បានដោះលែងចំណាប់ធ្នូដែលរស់ទាំងអស់ជាធ្នូនិងអ្នកទោសប៉ាឡេស្ទីនជិត 2000 នាក់និងអ្នកជាប់ឃុំក្នុងសម័យសង្គ្រាមខណៈដែលអ៊ីស្រាអែលបានដកទ័ពបញ្ឈប់ការវាយលុកនិងបង្កើនជំនួយទៅកាហ្សាវិញលើពីនេះក្រុមហាម៉ាស់ក៏បានយល់ព្រមប្រគល់សពចំណាប់ធ្នូដែលបានស្លាប់ទាំង28នាក់ដោះដូរនិងសពពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន360នាក់ដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមគឺត្រឹមថ្ងៃប្រហោះហាម៉ាស់បានប្រគល់សាកសព15នាក់ទៅឲ្យអ៊ីស្រាអែលរួចហើយអ៊ីស្រាអែលបានចោទថាក្រុមហាម៉ាស់ប្រគល់សពចំណាប់ធ្នូយឺតយ៉ាវខ្លាំងណាស់ខណៈដែលក្រុមហាម៉ាស់ប្រកែកថាខ្លួនត្រូវការពេលវេលាដើម្បីកំណត់នៅទីតាំងនិងយកសពទាំងអស់មកវិញមកកាន់ស្ថានភាពនៅក្នុងតំបន់កាហ្សាដែលនៅថ្ងៃម្សិលមិញនេះអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស់បានចោទប្រកាន់គ្នាអំពីការរំលោភបំពានបទឈប់បាញ់ជាពិសេសគឺអ៊ីស្រាអែលបានចោទប្រកាន់ក្រុមហាម៉ាស់ថាបានវាយប្រហារមុនលើកម្លាំងរបស់អ៊ីស្រាអែលហើយនាំឲ្យលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បញ្ជាឲ្យមានការវាយប្រហារភ្លាមៗនៅក្នុងតំបន់កាហ្សាទោះបីជាភាគីទាំងពីរកំពុងបន្តអនុវត្តបទឈប់បាញ់យ៉ាងណាក៏ដោយទូរទស្សនិកជនអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាការឆ្លើយតបនឹងអ្វីដែលក្រមមន្ត្រីអ៊ីស្រាអែលនិយាយថាជាការរំលោភបំពានកិច្ចព្រមព្រៀងបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិកពីសំណាក់ក្រុមហាម៉ាស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានចោទប្រកាន់ក្រុមហាម៉ាស់ថាបានវាយប្រហារទាហានអ៊ីស្រាអែលនៅកាហ្សានៅថ្ងៃអង្គារហ
ហើយបានបំពេញលើលក្ខខណ្ឌនៃការប្រគល់សាកសពចំណាប់ខ្មាំងដែលនៅសេសសល់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនបានអះអាងថាខ្លួនមិនជាប់ពាក់ព័ន្ធនឹងការវាយប្រហារទេហើយបានទទូចថាខ្លួនបានបដិញ្ញាចិត្តចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់យ៉ាងហោចណាស់មានជនប៉ាឡេស្ទីន90នាក់បានស្លាប់ក្នុងការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលនៅថ្ងៃម្សិលមិញនេះថ្ងៃទី28តុលាឆ្នាំ2025នេះយោងតាមទីភ្នាក់ងារការពារជនស៊ីវិលគ្រប់គ្រងដោយក្រុមហាម៉ាស់និងមន្ត្រីនៃមន្ទីរពេទ្យហ្គាហ្សាការវាយប្រហារនានាបានប៉ះលើលំនៅឋានសាលារៀននិងប្លុកលំនៅឋាននៅក្នុងទីក្រុងហ្គាហ្សាទីក្រុងបេតឡាហ៊ីយ៉ាទីក្រុងអាល់បូរិចទីក្រុងនូសេរ៉ាត់និងទីក្រុងខានយូនីសទោះបីជាមានការវាយប្រហារយ៉ាងខ្លាំងក្លាពីអ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សាអំឡុងមានការអនុវត្តបទឈប់បាញ់នៅថ្ងៃម្សិលមិញនេះយ៉ាងណាក៏ដោយក៏ខាងសហរដ្ឋអាមេរិកលើកឡើងថាបទឈប់បាញ់នៅតែមានជាធរមាននៅឡើយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននិយាយនៅថ្ងៃពុធទី29តុលានេះថាបទឈប់បាញ់ដែលគាំទ្រដោយអាមេរិកនៅហ្គាហ្សាមិនរង្គោះរង្គើទេបន្ទាប់ពីអាជ្ញាធរក្នុងតំបន់រាយការណ៍ថាមនុស្សរាប់សិបនាក់បានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលស្របពេលដែលអ៊ីស្រាអែលនិងហាម៉ាស់ចោទគ្នាអំពីការបំពានបទឈប់បាញ់ថ្លែងប្រាប់អ្នកសារព័ត៌មានពីយន្តហោះ Air Force One ក្នុងដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងលោក Trump បាននិយាយថាបើតាមការយល់ឃើញរបស់លោកហាម៉ាស់បានសម្លាប់ទាហានអ៊ីស្រាអែលម្នាក់ដូច្នេះអ៊ីស្រាអែលបានវាយតបតវិញហើយពិតណាស់ពួកគេគួរតែវាយបកវិញនៅពេលដែលមានការវាយប្រហារបែបនេះកើតឡើងលោក Trump បានសង្កត់ធ្ងន់ថាមានអ្វីអាចធ្វើឲ្យអន្តរាយដល់បទឈប់បាញ់បានទេដោយប្រមានថាក្រុមហាម៉ាស់គ្រាន់តែជាផ្នែកតូចមួយនៃសន្តិភាពមជ្ឈិមបូព៌ាដូច្នេះពួកគេត្រូវតែរៀបចំអរិយាប័ត្រឲ្យបានត្រឹមត្រូវព័ត៌មានអំពីបញ្ហានៅក្នុងតំបន់ហ្គាហ្សាវិញការវាយប្រហារជាបន្តបន្ទាប់បានកើតមានឡើងវិញហើយនៅក្នុងតំបន់ហ្គាហ្សានៅក្នុងអំឡុងពេលនៃការអនុវត្តបទឈប់បាញ់រវាងភាគីជម្លោះគឺអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស់ស្របពេលដែលការវាយប្រហារចេះតែបន្តកើតមានឡើងនៅក្នុងអំឡុងបទឈប់បាញ់ដែលត្រូវបានព្រមព្រៀងគ្នាតាំងពីថ្ងៃទី10តុលានេះខាងអង្គការសហប្រជាជាតិបានប្រមានដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណាឲ្យការពារសន្តិភាពសម្រាប់តំបន់ហ្គាហ្សាឲ្យបានអង្គការសហប្រជាជាតិកាលពីថ្ងៃពុធទី29តុលាឆ្នាំ2025បានហៅការស្លាប់ក្នុងការវាយប្រហារយោធាថ្មីរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាថាជារឿងគួរឲ្យរន្ធត់គណៈជំរុញឲ្យភាគីទាំងអស់ជួយកុំឲ្យសន្តិភាពរបូតចេញពីដៃអ៊ីស្រាអែលនិយាយថាខ្លួនបានវាយប្រហារលើគោលដៅរបស់ក្រុមហាម៉ាស់រាប់សិបកន្លែងបន្ទាប់ពីការស្លាប់របស់ទាហានម្នាក់ដោយជំរុញឲ្យតំបន់ Gaza Strip ជួបប្រទះការទម្លាក់គ្រាប់បែកទាំងយប់ដ៏សាហាវបំផុតចាប់តាំងពីបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិកចូលជាធរមានកាលពីថ្ងៃទី10តុលាមកមិនដែលមានឡើយប្រធានសិទ្ធិមនុស្សរបស់ UN លោក Volker Turk បាននិយាយថាការវាយប្រហារត្រូវបានរាយការណ៍ថាបានចំលើសាលារៀនផ្ទះសម្បែងនិងតង់ជាទីកន្លែងដែលជនភៀសខ្លួនខាងក្នុងរស់នៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថារបាយការណ៍នានាបានឲ្យដឹងថាជនជាតិប៉ាឡេស្ទីន104នាក់ត្រូវបានសម្លាប់ទាំងយប់ក្នុងរលកនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលភាគច្រើនទៅលើអគារលំនៅឋានជំរកតង់និងសាលារៀននៅទូទាំងតំបន់ Gaza Strip បន្ទាប់ពីការស្លាប់របស់ទាហានអ៊ីស្រាអែលលោក Turk បាននិយាយថាអ៊ីស្រាអែលត្រូវតែគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់មនុស្សធម៌អន្តរជាតិហើយនឹងទទួលខុសត្រូវចំពោះការរំលោភបំពានណាមួយការព័ត៌មានអំពីស្ថានភាពនៅក្នុងតំបន់ Gaza វិញការអនុវត្តបទឈប់បាញ់នៅតែមានភាពផុយស្រួយខ្លាំងមែនទែនបន្ទាប់ពីអ៊ីស្រាអែលបានធ្វើការវាយប្រហារជាបន្តបន្ទាប់នៅក្នុងអំឡុងពេលនេះពិសេសនៅក្នុងសប្តាហ៍នេះមានមនុស្សជិត100នាក់បានស្លាប់ក្រោមការវាយប្រហាររបស់អ៊ីស្រាអែលបន្ទាប់ពីអ៊ីស្រាអែលបានចោទក្រុមសកម្មប្រយុទ្ធហាម៉ាស់ថាបានរំលោភបំពានបទឈប់បាញ់ដែលត្រូវបានព្រមព្រៀងគ្នាតាំងពីថ្ងៃទី10តុលាមកនោះអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសនៅតំបន់កាហ្សាជាការឆ្លើយតបនឹងអ្វីដែលក្រុមមន្ត្រីអ៊ីស្រាអែលនិយាយថាជាការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកអង្គការសហប្រជាជាតិកាលពីថ្ងៃពុធទី29តុលាបានហៅការស្លាប់នៅក្នុងការវាយប្រហារយោធាថ្មីរបស់អ៊ីស្រាអែលលើតំបន់កាហ្សាថាគួរឲ្យរន្ធត់ខណៈជំរុញឲ្យភាគីទាំងអស់ជួយកុំឲ្យសន្តិភាពរបូតចេញពីដៃរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោកអ៊ីស្រាអែលខេតបានចោទប្រកាន់ក្រុមហាម៉ាស់ថាបានវាយប្រហារទាហានអ៊ីស្រាអែលនៅតំបន់កាហ្សាកាលពីថ្ងៃអង្គារហើយបានបំពានលើលក្ខខណ្ឌនៃការប្រគល់សាកសពចំណាប់ខ្មាំងត្រឡប់មកវិញក្រុមប្រដាប់អាវុធប៉ាឡេស្ទីនបានអះអាងថាខ្លួនមិនជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារនេះទេហើយបានទទូចថាខ្លួនបានបដិញ្ញាចិត្តចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់
យោងតាមទីភ្នាក់ងារការពារជនស៊ីវិលគ្រប់គ្រងដោយក្រុមហាម៉ាស់និងមន្ត្រីមន្ទីរពេទ្យរបស់តំបន់កាហ្សាយ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន104នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលការវាយប្រហារនេះបានប៉ះលើលំនៅឋានសាលារៀននិងប្លុកលំនៅឋាននៅក្នុងទីក្រុងកាហ្សាទីក្រុងបេតឡាហៀទីក្រុងអាល់បារីចទីក្រុងនូសៃរ៉ាត់និងទីក្រុងខាន់យូនីផងដែរទោះមានការវាយប្រហារកើនឡើងក៏ដោយក៏អនុប្រធានាធិបតីអាមេរិកលោក J.D. Vance បាននិយាយថាលោកជឿថាបទចម្បាញ់កំពុងត្រូវបានបន្តជាធរមានសេចក្តីថ្លែងការណ៍ខ្លីមួយដែលចេញផ្សាយដោយការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថាលោកបានបញ្ជាឲ្យមានការវាយប្រហារដោយបង្ខំដោយយោធាប៉ុន្តែពុំបានបញ្ជាក់ពីហេតុផលរបស់លោកនោះទេ